សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីវិធីងាយៗក្នុងការបកប្រែវីដេអូនិងការបញ្ចូលសំឡេងវីដេអូជាភាសាខ្មែរឬជាភាសាផ្សេងៗទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងឆ្នាំមួយមានយន្តហោះមួយបានប្រទះហេតុការណ៍បំបែកគ្នាហើយបណ្ដាលឲ្យអ្នកដំណើរភាគច្រើនស្លាប់ដើមបញ្ហាគឺមានក្មេងតូចម្នាក់បានលួចឡើងយន្តហោះអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើបន្តទៀតគឺអ្នកទាំងអស់គ្នាត្រូវចូលទៅក្នុង website មួយដែលមានឈ្មោះថា Clipchamp ហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាចូលមកក្នុង website នេះដើម្បីអីគឺដើម្បីធ្វើការបកប្រែវីដេអូរបស់យើងទៅជាភាសាដើមរបស់គេនិងធ្វើការបំបែកវាទៅជាអត្ថបទខ្មែររបស់យើងអញ្ចឹងខ្ញុំសូមចូលទៅក្នុង website នេះសិនអូខេអញ្ចឹងបើសិនជាយើងចង់ install វាចេញក៏បានព្រោះដោយសារតែ space របស់ខ្ញុំវានៅតូចអញ្ចឹងខ្ញុំប្រើនៅលើ website តែម្ដងទៅអញ្ចឹងយើងចុចលើពាក្យថា try for free នឹងមកហើយនៅពេលដែលអ្នកទាំងអស់គ្នាចូលមកដល់ website នេះគឺតម្រូវឲ្យ login ជាមួយនឹង email មួយណាដើម្បីធ្វើការប្រើប្រាស់វាអញ្ចឹងបន្ទាប់ពីយើងធ្វើការ login វាហើយយើងចុចលើពាក្យថា create a new video យើងចុចកន្លែងហ្នឹងមកអូខេយើងចុចកន្លែងហ្នឹងមកហើយយើងរងចាំវាបន្តិចក្នុងការចូលទៅក្នុង option មួយតង់ទៀតអូខេអញ្ចឹងនៅពេលដែលចូលមកដល់ទម្រង់បែបនេះយើងចុចថា import media អូខេយើងចុចកន្លែងហ្នឹងមកហើយយើងទៅយកវីដេអូរបស់យើងដែលយើងបានធ្វើការ download វាហើយអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចុចកន្លែង download ហើយខ្ញុំសូមទៅរកវីដេអូរបស់ខ្ញុំមួយសិននេះគឺជាវីដេអូរបស់ខ្ញុំចុច open មកអូខេអញ្ចឹងនៅពេលដែលយើង upload វីដេអូរួចរាល់ហើយយើងចុចសញ្ញាបូកយើងចុចសញ្ញាបូកនេះដើម្បីឲ្យវាចូលមកក្នុងហ្នឹងហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតនៅពេលដែលយើងដាក់វាចូលរួចរាល់ហើយយើងមកមើលកន្លែងនេះគេដាក់ caption ឬក៏សញ្ញានិមិត្តសញ្ញា CC អញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចុចលើពាក្យនេះបន្តទៀតយើងចុចលើពាក្យ try now អូខេបន្ទាប់មកយើងទៅរើសភាសាដើមរបស់គេអញ្ចឹងដោយសារតែវីដេអូរបស់ខ្ញុំជាប្រភេទវីដេអូរបស់ប្រទេសចិនអញ្ចឹងណាអញ្ចឹងចិនខ្ញុំរើសយកភាសាចិនអញ្ចឹងខ្ញុំទៅសេទៅអូខេអញ្ចឹងបើសិនជាបងប្អូនវីដេអូរបស់បងប្អូនជាភាសាដើមភាសាអីគេយើងត្រូវតែរើសភាសាហ្នឹងឲ្យដូចគេដើម្បីឲ្យវា translate ចេញជាអត្ថបទមកអញ្ចឹងយើងចុចនេះមក transcript ហ្នឹងមកអូខេអញ្ចឹងបន្ទាប់មកវានឹងធ្វើការ generate អត្ថបទឬក៏ពាក្យពេចន៍នៅក្នុងវីដេអូហ្នឹងដែលគេបាននិយាយចេញមកឬក៏គេបានបញ្ចូលទៅក្នុងវីដេអូមួយហ្នឹងអញ្ចឹងយើងរងចាំវាកន្លែងនេះឲ្យវាពេញអូខេឲ្យវាពេញនេះវាបានបំបែកវីដេអូហ្នឹងទៅជាអត្ថបទហើយអូខេអញ្ចឹងយើង copy មកយើង copy អត្ថបទហ្នឹងយើង copy ហើយយើងមកបើក tab ថ្មីមួយទៀតហើយយើងចូលទៅក្នុង ChatGPT អូខេយើងចូលទៅក្នុង ChatGPT ហ្នឹងដើម្បីអ្វីគឺដើម្បីឲ្យ ChatGPT ជួយបកប្រែសំឡេងឬក៏បកប្រែភាសាហ្នឹងទៅជាភាសាខ្មែររបស់យើងអញ្ចឹងយើងចុចលើ try ChatGPT ហ្នឹងមកអូខេអញ្ចឹងនៅពេលដែលខ្ញុំចូលមកដល់ ChatGPT វានឹងចេញទម្រង់បែបនេះអូខេអញ្ចឹងខ្ញុំចុចផាសអក្សរមិញចូលហើយខ្ញុំសរសេរពាក្យបន្តិចហើយសូមជួយបកប្រែជាភាសាខ្មែរអញ្ចឹងទៅអូខេហ្នឹងហើយអញ្ចឹងយើងចុចតែប៉ុណ្ណឹងមកយើងចុចសញ្ញាព្រួយនេះមកវានឹងធ្វើការបកប្រែអក្សរចិនទាំងប៉ុន្មានហ្នឹងទៅជាអក្សរខ្មែរនេះអូខេអញ្ចឹងវាចាប់ផ្ដើមបកប្រែឲ្យយើងហើយបន្ទាប់ពីយើងបានអត្ថបទនេះហើយយើងត្រូវទៅមុខបន្តទៀតអូខេអញ្ចឹងយើង copy កន្លែងហ្នឹងមកយើងចុច select លើវាក៏បានឬក៏យើងចុចកន្លែង copy នេះក៏បានដែរប៉ុន្តែបើយើងចុច copy នេះវាទៅទាំងអស់អញ្ចឹងណាអញ្ចឹងខ្ញុំត្រូវ website មួយតង់ទៀតដើម្បីធ្វើការឲ្យវាអានអត្ថបទរបស់យើងហ្នឹងទៅជាសំឡេងបង្កើតជាសំឡេងអញ្ចឹងណាអញ្ចឹងយើងចូលទៅក្នុង AI មួយទៀតមកដែលវាមានឈ្មោះថា Google ណាបងប្អូន Google AI Studio ហ្នឹងមកអញ្ចឹងយើងចុច click ចូលនឹងផ្លាច់មកវានឹងធ្វើការដំណើរការទៅហើយអូខេអញ្ចឹងវាកំពុងតែដំណើរការទៅមួយតង់ទៀតហើយអញ្ចឹងយើងរងចាំបន្តិចអូខេនៅពេលដែលវាចូលមកដល់បែបនេះបងប្អូនត្រូវចុចលើពាក្យថានេះ
ចុចកន្លែង native ហ្នឹងណាយើងចុចកន្លែងហ្នឹងមកចុចចូលកន្លែងហ្នឹងផ្លាច់ហើយបន្ទាប់មកបងប្អូនយកកន្លែង single speaker នេះយើងយកកន្លែងហ្នឹងមកអូខេបន្ទាប់មកទៀតយើងផាសអក្សរមិញណាផាសអក្សរមិញចូលមកហើយដូចជាមិញនេះខ្ញុំឃើញមានអក្សរខាងលេខ2ដែរអញ្ចឹងខ្ញុំលុបចេញហើយយើងមើលទៅបើសិនជាយើងអានអត្ថបទហ្នឹងគិតថាអានទៅវាតាក់គ្នាអញ្ចឹងណាបានន័យថាវាប្រតិឬក៏វាស្ដាប់ទៅវាស៊ីវាអានទៅវាចូលគ្នាពេលខ្លះមិនមែនថា ChatGPT ហ្នឹងវាបកប្រែមកត្រូវទាំងស្រុងទេយើងត្រូវពិនិត្យឡើងវិញដែរអញ្ចឹងណាអញ្ចឹងកន្លែងនេះកន្លែង voice យើងមកជ្រើសរើសយកប្រភេទសំឡេងទាំងអស់នេះគឺជាសំឡេងដែលយើងអាចជ្រើសបានទាំងអស់អញ្ចឹងគាត់ថាវាមានប្រភេទប្រុសឬក៏ស្រីអញ្ចឹងទៅអញ្ចឹងខ្ញុំបើកស្ដាប់ទាំងអស់គ្នា What idea do you want to អូ bring ខេ to អញ្ចឹង life? បើសិនជាខ្ញុំចង់បានសំឡេងនេះខ្ញុំចុចមកចុចសំឡេងហ្នឹងហើយកន្លែងនេះកន្លែង model setting នេះយើងអាច raise speed របស់សំឡេងឲ្យលឿនឬយឺតបានអញ្ចឹងខ្ញុំយក 1.1 ហើយខ្ញុំចុចពាក្យ run កន្លែងនេះដើម្បីឲ្យវាបង្កើតសំឡេងអញ្ចឹងវាកំពុងតែចាប់ផ្ដើមបំលែងអត្ថបទនេះទៅជាសំឡេងឲ្យយើងហើយអញ្ចឹងយើងធ្វើការរងចាំវាបន្តិចទៅអូខេអញ្ចឹងអត្ថបទរបស់យើងគឺបានបំលែងរួចរាល់ហើយអញ្ចឹងយើងចុច play ស្ដាប់ នៅ តិច ក្នុង មក ឆ្នាំមួយមានយន្តហោះមួយបានប្រទះហេតុ អូខេអញ្ចឹងបើអ្នកទាំងអស់គ្នាគិតថាសលេងនេះវាត្រូវចិត្តឬក៏សលេងនេះវាអានទៅត្រូវប្រវែងឬក៏ speed ដែលយើងចង់បានហើយយើងចុចលើពាក្យរូបណាយើងចុចមិនរូបមិនពាក្យកន្លែងនេះគឺរូបត្រេក3ហ្នឹងមកហើយបន្ទាប់មកយើងចុចលើពាក្យ download អញ្ចឹងយើងត្រូវទៅ download កម្មសលេងហ្នឹងទៅទុកដើម្បីទៅបង្កើតវីដេអូរបស់យើងអញ្ចឹងយើងចូលទៅក្នុងកម្មវិធីមួយតង់ទៀតគឺកម្មវិធី CapCut អូខេអញ្ចឹងនៅពេលដែលយើងបាន download និងទាញសលេងមិញចេញមកហើយគឺយើងចូលមកក្នុងកម្មវិធី CapCut មកអញ្ចឹងនៅពេលដែលយើងចូលមកដល់ CapCut ហើយយើងចុចតម្លាក់នៅវីដេអូដែលយើងចង់បកប្រែអូខេអញ្ចឹងព្រោះដោយសារសលេងរបស់យើងគឺយើងបានធ្វើរួចរាល់ហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងគ្រាន់តែយកសលេងមកដាក់នៅក្នុងវីដេអូហ្នឹងឯងអញ្ចឹងយើងចុចបិទកន្លែងនេះយើងចុចបិទសលេងរបស់គេអញ្ចឹងណាហើយយើងយកសលេងដែលយើងបកប្រែហ្នឹងចូលទៅយកទៅដាក់ចូលមកវាបានជាវីដេអូមួយដែលជាសលេងផ្ទាល់របស់យើងតែម្ដងគ្រាន់តែយើងចំណាយពេលក្នុងការបកប្រែវាតែប៉ុណ្្នឹងឯងអញ្ចឹងកន្លែងនេះយើងបិទសលេងវាអស់មកកន្លែងវ៉ូលីមរបស់គេអញ្ចឹងណាយើងបិទចោលមកយើងបិទចោលហើយយើង add សលេងរបស់យើងចូលផ្លាច់មកអូខេហ្នឹងហើយអញ្ចឹងបន្ទាប់ពីរួចរាល់ហើយយើង play បន្តិចមកដើម្បីធ្វើការស្ដាប់វាថាវាដូចនៅអ្វីដែលយើងចង់បានអត់ហើយចំពោះសលេងទាំងអស់នេះយើងនិយាយទៅខ្ញុំគិតថាបងប្អូនប្រកាសជាចេះប្រើ CapCut ហើយមកដល់ឥឡូវគឺអ្នកណាក៏ចេះប្រើ CapCut ដែរអញ្ចឹងនៅក្នុងនេះខ្ញុំសូមមិនបញ្យល់បន្ថែមឲ្យក្បោះក្បាយពីរបៀបកាត់ផ្សេងនៅក្នុង CapCut ទេគ្រាន់តែខ្ញុំនិយាយ3ចំណុចក្នុងការធ្វើម៉េចបានសលេងឬក៏ការបកប្រែមកទេអញ្ចឹងគ្រាន់តែខ្ញុំធ្វើជាគោលមួយក្នុងការចែករំលែកទៅកាន់បងប្អូននេះអញ្ចឹងខ្ញុំសាក play ឲ្យអ្នកទាំងអស់គ្នាស្ដាប់នៅក្នុងឆ្នាំមួយមានយន្តហោះមួយបានប្រទះហេតុការណ៍បំបែកគ្នា អូខេអ្នកទាំងអស់គ្នាគឺវាងាយមែនតើលែងពិបាកដូចមុនអញ្ចឹងណាបងប្អូនអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់បន្ថែមឬក៏ចង់ឲ្យខ្ញុំធ្វើពីរបៀបកាត់ឬក៏របៀបប្រើប្រាស់នៅក្នុង CapCut លើទូរស័ព្ទដៃឬក៏ computer អ្នកទាំងអស់គ្នាអាចធ្វើការ comment ប្រាប់ខ្ញុំបាននៅក្នុងវីដេអូរបស់ខ្ញុំហើយខ្ញុំនឹងធ្វើការបង្ហាញទៅកាន់អ្នកទាំងអស់គ្នាជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាទើបតែមកដល់ថ្មីទេកុំភ្លេចជួយចុច like ក៏ដូចជា subscribe ក៏ដូចជា follow នៅ Facebook page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅចំណេះដឹងឬក៏បទពិសោធន៍ថ្មីៗបន្តទៀត